បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបតប្រព័ន្ធបញ្ជា motor អញ្ចឹងយើងចុចប៊ូតុង start motor ផ្ដើមដំណើរការទៅមុខហើយឈប់ដោយស្វ័យប្រវត្តិដោយយើងប្រើ timer relay នេះជាអ្នកបញ្ឈប់វាអញ្ចឹងយើងមានប៊ូតុង start stop យើងមានកុងតាក់ទ័រយើងមាន overload ហើយយើងមាន motor នេះខ្ញុំតំណាងឲ្យ motor ហើយនោះជាអំពូលសញ្ញាដែលយើងតំណាងឲ្យក្នុងទូរបស់យើងពូលពណ៌ខៀវតំណាងឲ្យ motor ផ្ដើមដំណើរការអំពូលពណ៌ក្រហមផ្អាកដំណើរការហើយអំពូលពណ៌លឿងហ្នឹងគឺ motor លើសបន្ទុកហើយយើងមានvoice shift យើងមាន disjunction បាទឥឡូវកុំឲ្យខាត់ពេលយូរយើងមកភ្ជាប់ទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងមាន disjunction អញ្ចឹងយើងប៉ុងចេញពី disjunction មកចូល voice shift អញ្ចឹងខ្ញុំប៉ុងខាងលើបាទហើយយើងប៉ុងខាងលើចេញមកខាងក្រោមមកចេញពី voice shift យើងចូលមក overload អញ្ចឹងយើងចេញពី voice shift យើងចូល overload ចេញ voice shift យើងចូល overload មកចូលជើង95មកបាទចូលជើង95បាទចេញពី95មក96ចេញពី96ចូលប៊ូតុង stop ចូល stop មុនក៏បានយើងចូល timer relay មុនក៏បានអាស្រ័យទៅលើយើងអ្នកចង់ចូលណាឬក៏ជើងជាប់របស់ timer relay នេះយើងចូលខាងក្រោមក៏សិនក៏បានដែរយើងចូលពី stop start ហើយចាំយើងចូលមកជើងជាប់របស់ timer relay នេះក៏បានអានឹងអាស្រ័យលើយើងតហើយអញ្ចឹងយើងចង់ដាក់ខាងណាមុនក៏បានអញ្ចឹងសម្រាប់ខ្ញុំចូលជើង95 national ហើយបន្ទាប់មកចូលជើង95ចេញ96ចូល96ចូលជើងជាប់របស់ timer relay មកបាទខ្ញុំចូលលេខ8ចូលលេខ8មកចូលលេខ8ជើងជាប់បាទហើយចូលលេខ8ជើងជាប់ចេញពីលេខ8ជើងជាប់យើងចូលមកប៊ូតុង stop ខ្សែរៀងខ្លីតិចអញ្ចឹងយើងចេញពីលេខ8ជើងជាប់មកវាមានលេខដាក់ក្នុងនេះយើងស្រេចអញ្ចឹងលេខ8ជើងជាប់មកលេខ5អញ្ចឹងចេញលេខ5មកចេញលេខ5មកលេខ5លេខ5ជើងជាប់ចេញលេខ5យើងចូលប៊ូតុង stop បាទចំពោះជួរនេះគឺងាយស្រួលក្នុងការយើងអនុវត្តមែនទែនយើងដោះឲ្យមកយើងដាក់ប៊ូតុង stop ចូលបានស្រួលអញ្ចឹងងាយស្រួលសម្រាប់យើងមិនបាច់ទៅដាក់ផ្ទាល់នឹងដីនឹងកម្រាលឬនៅកន្លែងដែលយើងអនុវត្តទេអញ្ចឹងយើងចូលជើងប៊ូតុង stop ចូលជើងប៊ូតុង stop ចេញពីប៊ូតុង stop យើងចូលប៊ូតុង start អញ្ចឹងយកខ្លីបានហើយចេញពីប៊ូតុង stop យើងចូលប៊ូតុង start យើងចូលប៊ូតុង start ចូលប៊ូតុង start នេះមកហើយយើងចេញពីប៊ូតុង start យើងចូល bobine របស់ contactor A1 ចេញពីប៊ូតុង start ចូល bobine របស់ contactor មក
ចូលបូប៊ីនរបស់កុងតាក់ទ័របាទចូលបូប៊ីនរបស់កុងតាក់ទ័រ A1 ហើយចូលបូប៊ីនរបស់កុងតាក់ទ័រ A1 ហើយយើងចូលមកបូប៊ីនរបស់កុងតាក់មកបូប៊ីនរបស់ timer relay ផងដែរបាទនេះចូលបូប៊ីនរបស់ timer relay នេះមកសិតមកបូប៊ីនរបស់ timer relay ហើយតានេះចូល start ចុះដើម្បីវាខ្សែវាច្រើនទៅចូលបូប៊ីន timer relay បាទអញ្ចឹងយើងចូលបូប៊ីនរបស់ timer relay អធិស្ឋានបាក់ញាត់ខ្សែបន្តិចមួយមកបាទបន្ទាប់មកយើងយកមើលសញ្ញាអំពូលសញ្ញាចូលបូប៊ីនម៉ែដែរមកសញ្ញាអំពូលសញ្ញាចូលបូប៊ីនដែរចឹងយើងចូលដាក់វាស្រួលមកចឹងចន្លោះ start stop នេះយើងអូសចូលជើងជំហររបស់យើងអូសចូលជើងចំហរបស់កុងតាក់ទ័រនេះមកដើម្បីវាឡុកជាប់អញ្ចឹងចន្លោះ start stop នេះយើងអូសចូលបាទចន្លោះ start stop នេះstart stop នេះអូសចូលជើងចំហរបស់ timer relay មកបាទអូសចូលជើងជប់ជើងចំហរបស់ timer relay ចេញពីជើងចំហរបស់ timer relay នេះយើងចូលមកប៊ូតុងចូលមក coil របស់កុងតាក់ទ័រវិញបាទយើងចូល coil របស់ដោះ overload សិនដោយសារ overload វាទៅជាមួយនឹងញាត់ខ្សែដោះវាមកកន្លែងទៅនេះខ្ញុំអូសចូលជើងខយរបស់ timer relay នេះក៏បានដែរព្រោះដោយសារវាប៉ងចូលបូប៊ីនរបស់កុងតាក់ទ័រដូចគ្នាអញ្ចឹងញាត់ចូលទៅយើងស្រួលក្នុងការញាត់ខ្សែបងទៀតមកបាទអញ្ចឹងការត start stop របស់យើងរួចហើយនៅឡើយយើងភ្ជាប់អំពូលសញ្ញាតំណាងឲ្យ motor ផ្អាកដំណើរការហើយអំពូល overload
ចឹងយើងជាប់ពូសញ៉ាំមកចឹងយើងចូលជើងនេះចុះយើងពងចេញពីឥឡូវយើងពងចេញពី overload អានេះ overload ខ្ញុំពងសិនចាប់ពូល overload មុនចឹងកន្លែងនេះខ្ញុំពងចេញពី95មកចូល975ចូល97ចេញទៅ98ទៅពូល overload ពូល overload អញ្ចឹងដាក់ពីនេះបណ្ដោយទៅពូល overload ពូលនេះអញ្ចឹងខ្ញុំពងចេញពីភ្លើងនេះចុះពងចេញពីកន្លែងទៅនេះក៏បានខ្ញុំពងចេញពី97នេះបាទឥឡូវខ្ញុំពងចេញពី97ចុះដើម្បីកុំឲ្យញាត់ចូលខាងនោះពងចេញពី97នេះទៅអូខេពងចេញ97ទៅហើយយើងមកចូលជើងជាប់របស់កុំព្យូទ័រនេះមកដោះនេះសិនញាត់អានេះវិញចូលវិញមកអានេះដោះនេះវិញចេញសិនដែរញាត់ឲ្យជើងពូលនេះពូលពណ៌ក្រហមនេះពូលពណ៌ក្រហមនេះគឺតំណាងឲ្យ motor ផ្អាកដំណើរការឬក៏បានន័យថាភ្លើងមាននៅក្នុងទូអញ្ចឹងស្រេចតែលើយើងហៅហ្នឹងពូល standby ពូល power ឬក៏ពូលតំណាងឲ្យភ្លើងចូលក្នុងទូបាទចឹងជាប់នេះមកបាទចឹងបន្ទាប់មកយើងចូលវិញមកបាទហើយបន្ទាប់មកយើងភ្ជាប់នើតចូលចឹងយើងចាប់ផ្ដើមភ្ជាប់នើតចូលមកនើតបំពូលយើងទៅណាខ្លះបាទនេះខ្ញុំឧទាហរណ៍ថានេះនើតចុះនេះណានើតយើងមកចូលជើងបូប៊ីនរបស់ហាមឺផងចូលជើងបូប៊ីនរបស់កុំព្យូទ័រផងនេះប៉ងចូលគ្នាមកប៉ងវានេះប៉ងចូលគ្នាមក
បាទអញ្ចឹងខ្ញុំនៅខ្វះខ្សែអំពូលខ្សែម៉ូទ័រអញ្ចឹងខ្ញុំអត់បាក់ភ្ជាប់ទេពេលដែលយើងចុចបញ្ជាទៅវាដំណើរការអញ្ចឹងយើងមិនចាំភ្ជាប់ទេយើងភ្ជាប់តែសៀកខ្វីបញ្ជាបានហើយអញ្ចឹងខ្ញុំកំណត់10វិនាទីអញ្ចឹងខ្ញុំកំណត់10វិនាទីបាទខ្ញុំកំណត់10វិនាទីអញ្ចឹងខ្ញុំភ្ជាប់ខ្សែវាខ្ញុំភ្ជាប់ខ្សែហ្វាសិនហ្វាលើប្រភពចូលតោះកន្លែងនេះខ្ញុំបញ្ជាក់បន្តិចអញ្ចឹងយើងភ្ជាប់ប្រភពចូលមកហើយអញ្ចឹងយើងប្រភពយើងចូលបាទចូលមកយើងភ្ជាប់ហ្វាចូលមកលើនេះចូលមក voice shift នេះហ្វាចូលមក voice shift ចេញពី voice shift ចូលមក overload ជើង95ចេញ96បាទមកចូលជើង timer relay នេះជើងជាប់មក timer relay ចេញពីជើងជាប់របស់ timer relay លេខ5នេះមកចូលប៊ូតុង stop ចេញពីប៊ូតុង stop ចូលប៊ូតុង start ចេញពីប៊ូតុង start បាទចេញពីប៊ូតុង start នេះយើងមកចូលជើងខយរបស់ relay បាទចេញពីចូលជើងខយរបស់ relay នេះបាទហើយចូលជើងខយរបស់ contactor ដែរបាទហើយចន្លោះ start stop យើងបងចូលជើងចំហរបស់ contactor បាទចេញជើងចំហរបស់ contactor យើងមកចូលជើងខយរបស់ contactor វិញចន្លោះនេះយើងបងចូលជើងខយរបស់ contactor នេះចន្លោះនេះបងចូលជើងខយរបស់ contactor ជាមួយនឹងបាទជាមួយនឹងជើងជាប់របស់វាជើង bobin របស់ contactor ដែរអញ្ចឹងនេះចប់ហើយអញ្ចឹងយើងប៉ងរួចអស់ហើយអញ្ចឹងឥឡូវយើងមកដោតពីដំណើរការរបស់វាពូ standby អត់ទាន់ភ្លឺទេអញ្ចឹងយើងកាច់ decenter ឡើងបាទពូ standby នេះភ្លឺបាទឃើញភ្លឺភ្លឺពូលពណ៌ខៀវនេះអត់ទាន់ភ្លឺទេពូលពណ៌លឿងក៏អត់ទាន់ភ្លឺដែរអញ្ចឹងពេលដែលយើងចុចប៊ូតុង start ប៉បាទ timer ចាប់ផ្ដើមដើរ timer relay នេះចាប់ផ្ដើមដើរ10វិនាទីអញ្ចឹងបាទពេលដែលយើងកំណត់វាដល់10វិនាទីវានឹងផ្ដាច់ដល់ស្វ័យប្រវត្តិបាទយើងចុចម្ដងទៀតបាទយើងចុចប៊ូតុង start ទៅផ្ដើមដំណើរការ10វិនាទីយើងកំណត់10វិនាទីអញ្ចឹង motor នឹងដាច់នឹងពូលពណ៌ខៀវនឹងតំណាងឲ្យ motor ផ្ដើមដំណើរការឥឡូវវាដាច់ចុចប៊ូតុង start ទៅផ្ដើមដំណើរការដល់10វិនាទីអញ្ចឹង motor នឹងដាច់ដំណើរការបាទអ្នកទាំងអស់គ្នាឃើញទេអញ្ចឹងសៀកខ្វីនេះបើសិនជាអត់ទាន់នៅត្រង់ណាអាច comment ចូលនៅក្នុងវីដេអូនេះបានខ្ញុំនឹងបកស្រាយប្រាប់បាទសូមអរគុណចំពោះការតាមដាននៅវីដេអូបាទសង្ឃឹមថាបងប្អូនជួយ like ជួយ follow ហើយនិងជួយ share នៅវីដេអូនេះមួយផងបាទសូមអរគុណចំពោះការតាមដាន